បាទលោកអ្នកនាងជាទីមេត្រីដូច្នេះពាក់កណ្ដាលនៃកម្មវិធីផ្សាយរបស់យើងនៅពេលចុងក្រោយនេះគឺយើងនឹងផ្ដោតទៅលើស្ថានភាពរបស់វិទ្យុអស៊ីសេរីថាតើអាចនៅដំណើរការបានឬមួយក៏មិនបានយ៉ាងណានោះហើយនឹងក៏និយាយពីរឿងសុខភាពលោកជនច័ន្ទបុតខ្លះដែរហើយឥឡូវនេះខ្ញុំក៏បានឃើញថៃដែរថៃចូលរួមជាមួយយើងដែរតាមពិតថៃគាត់ចូលរួមដើម្បីមានសារទៅកាន់លោកអ្នកនាងនឹងឯងដោយសារតែគាត់បានផុសសារខ្លះនៅលើ Facebook ហើយថាគាត់បានដូចថាចប់ការងារពីអស៊ីសេរីហើយប៉ុន្តែគាត់មិនអាចទៅដោយស្ងាត់ចឹងទេគាត់គឺជាបុគ្គលមួយរូបដ៏ល្បីឈ្មោះដែរនៅក្នុងស្ថាប័នយើងនេះដូច្នេះគាត់នឹងមានអ្វីដើម្បីទៅកាន់លោកអ្នកនាងដែរដូច្នេះដំបូងនេះមុននឹងសួរទៅកាន់ថៃហើយនឹងជម្រាបជូនពីស្ថានភាពរបស់អស៊ីសេរីនៅពេលនេះហ្នឹងចង់សួរសុខទុក្ខសួរសុខភាពលោកជុនច័ន្ទបុតសិនដោយសារយើងមានព័ត៌មានក្តៅពេញណាពេញណីតាំងពីក្បាលដំបូងមកហ្នឹងអត់បានសួរសុខភាពលោកជុនច័ន្ទបុតទេឥឡូវនេះយ៉ាងម៉េចដែរលោកជុនច័ន្ទបុតស្ថានភាពសុខភាពនិងការព្យាបាលជំងឺរបស់លោកហ្នឹងបាទនឹងហើយដូចខ្ញុំបានជម្រាបជូនលោកអ្នកនាងកញ្ញាខ្ញុំមិនមានអ្វីលាក់បាំងទេខ្ញុំមានជំងឺមហារីកកម្រិតធ្ងន់បាទក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះការព្យាបាលនៅតែបន្តតាមដំណាក់កាលហើយការព្យាបាលចុងក្រោយនេះជាបច្ចេកវិទ្យាមួយថ្មីខ្ញុំឥឡូវនេះមានគេដាក់ក្របមួយហៅ nuclear medicine ក្របតូចមួយគេចាក់បញ្ចូលទៅក្នុងក្បែរ tumor ក្បែរសាច់ដែលវាដុះហ្នឹងហើយគេផ្ជិតមកវិញដើម្បីឲ្យជាតិវិទ្យុសកម្មហ្នឹងវាទៅសម្លាប់ចោលឬក៏ធ្វើឲ្យសាច់ហ្នឹងវារួញដូច្នេះមកទល់ពេលនេះខ្ញុំចំណាយពេលប្រហែលជាជាង2សប្តាហ៍ហើយបាត់មុខពីការផ្សាយនេះដើម្បីទៅព្យាបាលរាល់ថ្ងៃមុននឹងគេដាក់ថ្នាំនឹងបាននឹងគឺត្រូវធ្វើតេស្តឈាមត្រូវធ្វើតេស្តកម្លាំងត្រូវធ្វើអីគ្រប់សពបែបយ៉ាងទាំងអស់នឹងទម្រាំនឹងដាក់ឲ្យការដាក់នឹងដាក់ពីថ្ងៃពហុសប្តាហ៍មុនមកដល់ពេលនេះនឹងថ្ងៃនេះថ្ងៃពុធនឹងបានជាងមួយសប្តាហ៍ហើយខ្ញុំចាប់ផ្ដើមដើរបានដោយខ្លួនឯងមិនសូវឈឺពីព្រោះថាអាសាច់នឹងវាចូលទៅនឹងក៏វាធ្វើឲ្យឈឺដែរនៅពេលដែលយើងមានចលនាឯនោះដូច្នេះការដាក់នឹងសពគ្រប់ក្នុងជំហាននេះក៏ប៉ុន្តែតើប្រសិទ្ធភាពបែបណាតើវាអាចជួយទប់ស្កាត់បែបណាគ្រូពេទ្យមិនហ៊ានធានាទេគេថាអាស្រ័យទៅលើថាតើរាងកាយរបស់យើងនឹងអាចទទួលយកការព្យាបាលនឹងបែបណាអាសាច់ដុំដែលវាដុះនឹងអាសាច់កោសិកាមហារីកដែលវារាលដាលនឹងតើអាជាតិវិទ្យុសកម្មនឹងអាចទៅសម្រាប់បានឬយ៉ាងណាអ្វីដែលគេប្រាប់មកគឺថាអាចធ្វើដំណើរបានអាចដើរបានអាចធ្វើអីបានចុះក៏ប៉ុន្តែរក្សាចិត្តឲ្យមានចិត្តវិជ្ជមានជានិច្ចកុំតក់ស្លុតកុំភ័យខ្លាចវិលត្រឡប់មកជួបគេវិញនៅ2ខែក្រោយដើម្បីឲ្យដឹងថាតើវាមានប្រសិទ្ធភាពបែបណានឹងការព្យាបាលនៅតែបន្តទៅទៀតទេក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះខ្ញុំមុននឹងទៅព្យាបាលនឹងឃើញថាលើកនេះឈឺលើកនេះរៀងអួយបន្តិចរៀងនៅអីណាអួយឲ្យគេណាឲ្យគេធ្នមអីណាអីបន្តិចទួយប៉ុន្តែធ្វើមិនឲ្យសាច់រឿងវាដល់អញ្ចឹងយើងអាចនៅផ្សាយបានតែមួយថ្ងៃឬ2ថ្ងៃទៀតទេដូច្នេះក៏តាំងចិត្តតាំងថ្លើមទៅងើបពីយប់មកទៅម៉ាក់កាយេទៅរហូតដល់តែមានអ្នកខ្លះថាអូលោកជុនចាត់បិទមុខខ្ចីម៉េះថ្ងៃហ្នឹងខំរៀបចំខ្លួននឹងសម្បើមណាស់ហាត់តាំងពីសម្លេងហាត់តាំងពីអីដើម្បីយកមកអាចនិយាយបាននាពេលនេះពីព្រោះថាដូចខ្ញុំនិយាយអញ្ចឹងមានពេលណាមួយបើយើងឱកាសដែលត្រូវឡើងមកជម្រាបជូនលោកអ្នកនាងផងឱកាសឡើងមកលាជាចុងក្រោយផងហ្នឹងហើយបញ្ជាក់ពីសកម្មភាពពីផែនការអនាគតរបស់វិទ្យុអាស៊ីសេរីរបស់ក្រុមការងារយើងផងបាទហើយឆ្លៀតឱកាសនេះខ្ញុំមិនភ្លេចទេតារាមុននឹងតារាសួរសំណួរអីទៀតឆ្លៀតឱកាសនេះខ្ញុំមិនភ្លេចសោះឡើយចំពោះការជូនពរការស្រឡាញ់ការអាណិតគ្រប់សពបែបយ៉ាងពីសំណាក់ក្រុមការងាររបស់យើងក្តីពីសំណាក់អ្នកស្ដាប់ក្តីទុកតែមិនដែលស្គាល់គ្នាឬមួយអ្នកស្គាល់គ្នាយ៉ាងណាក៏ដោយចុះឃើញការជូនពរឃើញការចាប់អារម្មណ៍នឹងខ្លាំងមែនទែនហើយដូចខ្ញុំបានជម្រាបចឹងវាធ្វើឲ្យខ្ញុំរំភើបឲ្យធ្វើឲ្យខ្ញុំគិតថាខ្ញុំមិនតតាំងទៅនឹងសមរភូមិជំងឺមហារីកនេះតែម្នាក់ឯងទេគឺមានការគ្រប់គ្រងមានការខ្វល់ហើយការខ្វល់របស់លោកនាងការគ្រប់គ្រងលោកនាងនឹងហើយវាคล้ายទៅជាកម្លាំងវិជ្ជមានមួយជួយទ្រទ្រង់ខ្ញុំផងជួយឲ្យខ្ញុំមានទឹកចិត្តថាយើងជាមនុស្សនៅមានគេស្រឡាញ់ជាមនុស្សនៅមានប្រយោជន៍សម្រាប់សង្គមដូច្នេះត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យខ្លួនរស់ជាបន្តទៅទៀតបាទអរគុណច្រើនមែនទែនលោកជុនច័ន្ទបុតចំពោះការជម្រាបជូនលោកអ្នកនាងអំពីបច្ចុប្បន្នភាពនៃការព្យាបាលនិងស្ថានភាពសុខភាពរបស់លោកហើយយើងទាំងអស់គ្នាពិតជាសង្ឃឹមថាលោកនឹងជោគជ័យនៅក្នុងការប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះ
ឥឡូវនេះយើងងាកមកនិយាយអំពីស្ថានភាពនៃវិទ្យុអាស៊ីសេរីវិញតាមពិតប្រហែលថ្ងៃមុនហ្នឹងគឺថាយើងទទួលបានក្រៅពីសំណូមពរហើយនឹងការជូនពររបស់លោកអ្នកនាងទៅកាន់លោកជុនច័ន្ទបុតហ្នឹងក៏មានភ្ជុះភ្ជួរមាសមួយទៀតគឺនិយាយអំពីដំណើរការរបស់វិទ្យុអាស៊ីសេរីដោយសារតែយើងលោកអ្នកនាងមួយចំនួនបានជ្រាបស្រាប់ហើយថារដ្ឋបាលថ្មីរបស់លោក Donald Trump បានសម្រេចនៅក្នុងការកាត់ផ្តាច់ជំនួយដែលត្រូវបានដែលគួរតែត្រូវបានផ្ដល់ឲ្យអាស៊ីសេរីហ្នឹងហើយយើងកំពុងតែតតាំងតាមផ្លូវច្បាប់ចំពោះរឿងនេះសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីយើងបានចេញផ្សាយហើយប៉ុន្តែលោកអ្នកនាងនៅមានចម្ងល់ច្រើនណាស់ដែលទាមទារការបកស្រាយពីលោកជុនច័ន្ទបុតនោះប៉ុន្តែមុននឹងជម្រាបសួររឿងនេះចង់ឲ្យថៃមានមតិយោបល់ខ្លះលោកជុនច័ន្ទបុតដឹងហើយថាថៃជាទូទៅអត់ថ្ងៃពហុគាត់ចូលមកឥឡូវនេះថ្ងៃពហុនេះគឺថាប្រហែលជាអត់ឃើញវត្តមានគាត់ទៀតទេអញ្ចឹងសូមអញ្ជើញថៃមានអីទៅកាន់លោកអ្នកនាងអ្នកស្ដាប់ហើយនឹងអ្នកតាមដានអាស៊ីសេរីជាទូទៅបាទអរគុណតារាជំរាបសួរតារាហើយជំរាបសួរលោកគ្រូជំនាញបតបងហើយនឹងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទនៅជាកិត្តិយសណាស់ដែលខ្ញុំអាចនៅមានឱកាសឡើងម្ដងទៀតជាមួយនឹងវិទ្យុអាស៊ីសេរីពីព្រោះថាឥឡូវនេះខ្ញុំបានបញ្ចប់កុងត្រាជាមួយអាស៊ីសេរីហើយដោយសារខ្ញុំមិនមែនជាបុគ្គលិកនៅ DC ដូច្នេះគឺខាងស្ថាប័នរបស់ខ្ញុំបញ្ចប់កុងត្រាមុនគេបាទហ្នឹងហើយយ៉ាងណាក៏ដោយខ្ញុំមានទឹកចិត្តរីកអរដែរឃើញលោកជំបុតចាប់ផ្ដើមតាំងស្មារតីបានឡើងទោះបីជាលោកមានជំងឺធ្ងន់ក៏ដោយប៉ុន្តែលោកតាំងចិត្តរឹងមាំហើយក្នុងកលៈទេសៈដ៏លំបាប់នេះខ្ញុំឃើញថាលោកពិតជាលះបង់សម្បើមណាស់ទោះបីជាលោកយុទ្ធប្រឆាំងជំងឺកាយសាហាវនេះក៏ដោយបាទហើយវាជាការលើកទឹកចិត្តពួកយើងដែរវាជារឿងដែលអកុសលមែនទែនដែលយើងទទួលដំណឹងក្រៀមក្រំផ្ទួនទាំងរឿងសុខភាពរបស់លោកផងហើយទាំងរឿងស្ថាប័នរបស់យើងផងហើយយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថាលោកនឹងអាចប្រយុទ្ធប្រឆាំងជំងឺនេះបានដោយជោគជ័យហើយបន្តបេសកកម្មជាមួយគ្នាបន្តទៀតបាទពីព្រោះថាមហាជនពួកយើងទាំងក្រុមការងារនេះពិតជាត្រូវការលោកចាំបាច់ខ្លាំងណាស់បាទនឹងឯថៃខ្ញុំអរគុណច្រើនចំពោះការបង្ហាញពីទឹកចិត្តនេះហើយលោកជុនច័ន្ទបុតយើងទាំងអស់គ្នាក៏ទទួលស្គាល់ដែរនៅភាពចាំបាច់និងសារៈសំខាន់នៃវត្តមានរបស់ថៃនៅប្រទេសអូស្ត្រាលីតាមពិតយើងនៅរដ្ឋធានី Washington នេះគឺថាពេលវេលានឹងខុសគ្នារហូតដល់ពាក់កណ្ដាលទៅហើយតើមកយើងចាប់ផ្ដើមព្រលឹមឡើងធ្វើកិច្ចការងារហ្នឹងព័ត៌មាននៅស្រុកខ្មែរហ្នឹងគឺយើងក្តោបអត់ជុំទេជាទូទៅគឺថៃហ្នឹងហើយជាជនបង្គោលមួយរូបដែលដូចថាប្រមូលព័ត៌មានរៀបចំដើម្បីឲ្យយើងអាចផ្សាយបានហើយលោកជុនច័ន្ទបុតមានសារអីទៅកាន់ថៃដែរលោកជុនច័ន្ទបុតតាមពិតយើងនៅមានរឿងច្រើនទៅជជែកប៉ុន្តែជជែករឿងនេះមុនសិនបាទអរគុណថៃនិយាយនឹងធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដែរប៉ុន្តែជូតទឹកភ្នែកឲ្យបន្តដំណើរទៅមុខទៀតទាំងអស់គ្នាខ្ញុំទៅជែករឿងជាមួយថៃនឹងច្រើនហើយពីក្រោយឆាកគ្រាន់តែសំខាន់បំផុតគឺថាយើងនឹងមិនទៅណាទេយើងនឹងរួមដំណើរជាមួយគ្នាតទៅទៀតហើយយើងទុកឱកាសទៅជែកគ្នាអំពីរឿងអនាគតរបស់អាស៊ីសេរីចាស់បាទមានសំណួរអីខ្លះថៃជំនួសលោកអ្នកស្ដាប់សូមជឿតារាបាទតារាក៏បានថៃក៏បានបាទថៃបើសិនជាមានអីចង់សួរចាំសួរផងអញ្ចឹងខ្ញុំចាប់ផ្ដើមសួរលោកជុនច័ន្ទបុតមុនអ្វីដែលប្រិយមិត្តអ្នកស្ដាប់យើងឆ្ងល់តាមពិតការឆ្ងល់របស់គាត់ហ្នឹងគឺត្រឹមត្រូវឲ្យសមហេតុផលណាស់នៅសុកក៏ស្រាប់តែលេចលឺដំណឹងថាអាស៊ីសេរីគឺប្រឈមទៅនឹងការបិទទ្វារយើងបន្ទាប់ពីដំណើរការរយៈពេលជិត30ឆ្នាំមកនេះស្រាប់តែលេចចេញនៅក្នុងស្ថានភាពបែបនេះនៅក្នុងពេលមួយដែលប្រទេសកម្ពុជានោះហើយនិងប្រទេសជាច្រើនទៀតដែលអាស៊ីសេរីមានភាសានៅក្នុងការផ្សាយទៅកាន់ហ្នឹងសិតតែសឹងតែជាប្រទេសដែលមានការគៀបសង្កត់ការជិះជាន់អីសពគ្រប់បែបយ៉ាងទាំងអស់ហេតុអីបានជារឿងនេះបែបកើតឡើងនៅពេលនេះលោកជុនច័ន្ទបុតនៅពេលដែលយើងមានប្រិយមិត្តរាប់លានអ្នកនៅទូទាំងពិភពលោកហើយមានការគ្រប់គ្រងគ្រប់ផ្នែកគ្រប់វិស័យនោះមិនក៏រឿងអកុសលនេះកើតឡើងទៅវិញលោកជុនច័ន្ទបុតបាទយើងដឹងហើយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកនេះមានជំនួយការមានអ្នកដែលចូលមកគ្រប់គ្រងភាគច្រើនសិតតែជាអ្នកដែលមាន mindset របស់គាត់មានគោលគំនិតរបស់គាត់ជាអ្នករកស៊ីមាន Elon Musk មានអីជាដើមហ្នឹងសិតតែជាអ្នករកស៊ីនៅពេលដែលមានជំនួយការមានទីប្រឹក្សាមានមនុស្សនៅក្នុងរដ្ឋាភិបាលដែលមានគោលការណ៍ពីជា
អ្នករកស៊ីហ្នឹងគឺគេគិតពីរឿងផលចំណេញដល់ផ្ទាល់ខ្លួនជាងដូច្នេះយើងដឹងហើយថាគោលការណ៍របស់លោកប្រធានាធិបតី Donald Trump នេះគឺ America First អ្វីក៏ដោយគឺគិតដល់សហរដ្ឋអាមេរិកជាមុនដូច្នេះគេគិតថាការដែលចំណាយថវិកាដើម្បីជួយដល់ប្រទេសក្រីក្រជួយផ្សាយព័ត៌មានដើម្បីឲ្យប្រទេសក្រីក្រឲ្យដឹងអីហ្នឹងវាហាក់ដូចជាមិនផ្ដល់ចំណេញដល់ផ្ទាល់ដល់សហរដ្ឋអាមេរិកទេដូច្នេះហើយបានជាគេចាប់ផ្ដើមកាត់នឹងដូចជានិយាយដោយខ្លីគឺថាមកពីមានមេដឹកនាំដែលជួនកាលគិតពីរឿងខាតចំណេញគិតពីរឿងលុយនឹងច្រើនជាងពីព្រោះពួកគាត់សិតតែជាអតីតអ្នករកស៊ីដូច្នេះខួរក្បាលរបស់អ្នករកស៊ីគិតពីរឿងលុយគិតពីរឿងចំណេញជាមុនបន្ទាប់មកទៀតបានគិតទៅសាច់រឿងអីទៀតក៏ប៉ុន្តែមានរឿងមួយបើកវងកញ្ចក់ដែលតារាហើយនឹងលោកអ្នកស្ដាប់កន្លងមកនេះធ្វើត្បិតតែឮសូរថាមានការបិទស្ថាប័ននេះមានបិទស្ថាប័ននោះអីបែបក៏ប៉ុន្តែឥឡូវហ្នឹងក៏ចាប់ផ្ដើមជួលឡើងវិញបដាដែរហើយស្ថាប័នអាស៊ីសេរីយើងនេះក៏មេដឹកនាំរបស់អាស៊ីសេរីអ្នកត្រីបីសាងនឹងក៏បានប្រាប់ហើយថាគាត់នឹងប្តឹងជំទាស់ហើយយើងនឹងមានពេលប្តឹងជំទាស់តើប្តឹងជំទាស់បានឬយ៉ាងណាឬមិនបានយ៉ាងណានោះយើងនឹងដឹងតទៅទៀតក៏ប៉ុន្តែអ្វីដែលយើងដឹងច្បាស់នោះថាវិទ្យុអាស៊ីសេរីនឹងបិទការផ្សាយរបស់ខ្លួននៅចុងសប្តាហ៍នេះហើយបាទលោកជិនហើយបន្តប្តឹងនៅបន្តតវ៉ាទៅទៀតយើងមិនបិទទាំងស្រុងនោះទេយើងបិទជាដំណាក់កាលដោយថៃបានរៀបរាប់អញ្ចឹងអ្នកដែលនៅធ្វើការក្រៅរដ្ឋធានី Washington យើងបិទប្រជុំកុងត្រាមុនទៅបន្ទាប់មកទៀតទាំងខ្ញុំទាំងតារាទាំងមនុស្សមួយចំនួនទៀតនៅរដ្ឋធានី Washington ហ្នឹងអាចនឹងបញ្ចប់កុងត្រាឬមួយអត់ទាន់បញ្ចប់កុងត្រាទេអាចនឹងគេសុំឲ្យផ្អាកធ្វើការដោយមិនយកប្រាក់កម្រៃមួយរយៈសិនដូច្នេះម៉ោង11ថ្ងៃនេះនៅពេលដែលយើងធ្វើ show ចប់នេះយើងនឹងស្ដាប់ទាំងអស់គ្នាថាតើអ្នកណាខ្លះនឹងត្រូវគេដាក់ឲ្យឈប់ធ្វើការដោយមិនយកប្រាក់ខែមួយរយៈមិនមែនឈប់ធ្វើការគឺថាផ្អាកការងារយើងនៅតែជាបុគ្គលិកអាស៊ីសេរីមួយរយៈរហូតដល់ពេលណាឬមួយគេតវ៉ាបានយើងនឹងត្រឡប់មកវិញបើគេតវ៉ាមិនបានទេយើងក៏បញ្ចប់ទៅក៏ប៉ុន្តែយើងក៏នឹងជម្រាបជូនលោកអ្នកនាងដែរប្រសិនបើក្នុងករណីថាបើមានការបញ្ចប់មានការបំពេញអាស៊ីសេរីមែនតើអាស៊ីសេរីអាចនឹងអត់ឬយ៉ាងណាយើងនឹងជជែកគ្នាតទៀតបាទនៅពេលមួយដែលដំណឹងនឹងត្រូវបានលេចលឺហើយនឹងផ្សព្វផ្សាយជាសាធារណៈនឹងមានមេដឹកនាំផ្ដាច់ការតាមប្រទេសជាច្រើនមានចិនជាដើមមានប្រទេសកម្ពុជាចឹងជាដើមគឺថាចាប់ផ្ដើមចេញមកដូចជាសบายចិត្តអបអសាទរហើយក្នុងនាមខ្លួនឯងជាជនផ្ដាច់ការហ្នឹងក៏ព្យាយាមភ្ជាប់ខ្លួនឯងទៅនឹងប្រធានាធិបតីអាមេរិកនឹងដែរបើទោះបីជាចំណាត់ការគេនៅពេលនេះគឺជាចំណាត់ការផ្ដោតទៅលើការកាត់បន្ថយការចំណាយនៅក្នុងស្រុករបស់គេទេអត់មានតាក់ទងទៅនឹងរឿងព័ត៌មានពិតមិនពិតអីណានោះទេជាទូទៅវិជាជីវៈសារព័ត៌មានធានាបានល្អតែអញ្ចឹងនៅសហរដ្ឋអាមេរិកនេះក៏ប៉ុន្តែពួកមេដឹកនាំផ្ដាច់ការហ្នឹងក៏ព្យាយាមភ្ជាប់ខ្លួនឯងមកប្រធានាធិបតីអាមេរិកហ្នឹងពេលខ្លះនោះដូចអត់មានការអៀនខ្មាស់សោះហើយលោកជុនច័ន្ទបតចំណុចនេះដែរក៏យើងនឹងបន្តតាមដានទៀតដែរពីព្រោះអីអ្វីត្បិតតែមានចំណាត់ការអីបែបអញ្ចឹងកើតឡើងមែនប៉ុន្តែសង្គមអាមេរិកជាសង្គមមួយដែលមានច្បាប់ទម្លាប់ត្រឹមត្រូវបទបញ្ជារបស់រដ្ឋាភិបាលឬមួយក៏របស់ប្រធានាធិបតីមិនមែនសុទ្ធតែអនុវត្តបានគ្រប់កលៈទេសៈទេសភាអាមេរិកឬមួយក៏ប្រព័ន្ធតុលាការដ៏រឹងមាំរបស់អាមេរិកនឹងមានចំណាត់ការជាបន្តបន្ទាប់ឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតឡើងនេះដូច្នេះយើងនឹងរងចាំមើលចំណុចនេះបន្តទៀតលោកជុនច័ន្ទបតដូច្នេះហើយប្រសិនបើដូចថាចុងបញ្ចប់នៃការផ្សាយរបស់យើងនៅក្នុងរយៈពេលស្អែកខាងស្អែកនេះតើយើងឬមួយក៏លោកជុនច័ន្ទបតផ្ទាល់ក្រុមការងាររបស់ស៊ីសេរីផ្ទាល់អាចនឹងគិតគូរយ៉ាងដូចម្ដេចថាតើយើងនឹងបន្តលើសមរភូមិវិជ្ជាជីវៈសារព័ត៌មានដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរនឹងយ៉ាងដូចម្ដេចដែរលោកជុនច័ន្ទបតបាទដូចខ្ញុំបានជម្រាបចឹងឧបមាថាប្រសិនបើរឿងការដែលបិទការផ្សាយនេះគឺប្រកាសហើយបាទយើងអាចបិទនៅថ្ងៃស្អែកអាចផ្សាយចុងក្រោយឬមួយថ្ងៃសុក្រអាចផ្សាយចុងក្រោយក៏ប៉ុន្តែយើងនឹងមិនផ្សាយរហូតដល់ថ្ងៃសៅរ៍អីទេប្រកាសមែនតើគឺយើងនឹងផ្សាយមួយថ្ងៃទៀតនៅពេលស្អែកឬមួយអាចចុងក្រោយបំផុតគឺថ្ងៃសុក្រអានឹងគឺជារឿងប្រកាសមួយបាទដូចខ្ញុំបានជម្រាបអ្វីដែលមិនប្រកាសនោះថាតើបន្ទាប់ពីយើងផ្អាកការផ្សាយមួយរយៈហើយការដែលមេរបស់អាស៊ីសេរីពីព្រោះឥឡូវនេះ Radio Free Europe នឹងក៏កំពុងតែដាក់ពាក្យប្តឹងដែរហើយវិទ្យុអាស៊ីសេរីយើងបានដឹងហើយថាកំពុងតែប្តឹងជំទាស់តវ៉ាដែរក្នុងករណីដែលប្តឹងជំទាស់តវ៉ាបានយើងនឹងត្រឡប់មកវិញពេលណាដែលអាចគេបន្តផ្ដល់ជំនួយឲ្យវិញឬមួយក៏នៅពេលដែលយើងតវ៉ាទៅឈ្នះនឹងរឿងទី1
ដូច្នេះការផ្អាកនោះប្រកាសជាមានការផ្អាកប្រកាសមែននៅពេលដែលយើងផ្សាយជាចុងក្រោយថ្ងៃប្រហ័សឬថ្ងៃសុក្រនឹងយើងក៏នឹងផ្អាកមួយរយៈពេលខ្លីដូច្នេះអ្វីត្បិតតែផ្អាកការផ្សាយមែនក៏ប៉ុន្តែយើងដូចខ្ញុំបានជម្រាបចឹងអាស៊ីសេរីមិនទាន់បិទទាំងស្រុងទេយើងនៅទុកបុគ្គលិកជាគន្លឹះម្នាក់ពីរនាក់ដើម្បីបន្តការផ្សាយយ៉ាងហោចដែរយើងផ្សាយព័ត៌មានខ្លីៗជូនលោកអ្នកនាងហើយក៏យើងនៅតែបង្ហោះព័ត៌មានផ្សេងនៅលើបណ្ដាញសង្គមរបស់យើងដែរគ្រាន់តែថាអាចយើងមិនចេញមកផ្ទាល់ក្នុង1ម៉ោងអីដូចយើងផ្សាយរាល់ថ្ងៃនេះដូច្នេះបន្ទាប់មកនឹងយើងផ្អាកមួយរយៈយើងផ្សាយខ្លីៗឬមួយក៏យើងបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមមួយរយៈដែលហេតុថាយើងទុកតែបុគ្គលិកតិចតួចទេក៏ប៉ុន្តែទីបំផុតទៅដូចខ្ញុំបានជម្រាបជាងឧបមាថាយើងប្តឹងជំទាស់មិនឈ្នះទេហើយឈានទៅដល់ការបិទទាំងស្រុងនោះនៅពេលដែលបិទទាំងស្រុងហើយដូចខ្ញុំបានជម្រាបចឹងមិនមែនជាទីបញ្ចប់នៃវិទ្យុអាស៊ីសេរីទេក៏ប៉ុន្តែជាការចាប់ផ្ដើមសក្តានថ្មីជាការចាប់ផ្ដើមនៅទំព័រថ្មីរបស់ក្រមការងារអាស៊ីសេរីថ្មីខ្ញុំបានជម្រាបជូនលោកអ្នកនាងនេះឲ្យបានច្បាស់មែនទែនគឺថាក្រមការងាររបស់យើងធ្វើការងាររាល់ថ្ងៃនេះវាលើសពីjob វាលើសពីជាការងារប្រចាំថ្ងៃយើងធ្វើការរាល់ថ្ងៃនេះជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរមួយរូបជាកាតព្វកិច្ចនៃវិជ្ជាជីវៈរបស់យើងដែលយើងដឹងហើយយើងយល់ពីព័ត៌មានហើយយើងដឹងថាប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាមិនទទួលព័ត៌មានពិតទេការដែលបណ្ឌិតព័ត៌មានការដែលបំពុលសង្គមនៅប្រទេសកម្ពុជានោះគឺថាតាំងពីមេដឹកនាំផុតកំពូលរហូតមកដល់មន្ត្រីថ្នាក់ក្រោមរហូតដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានសុទ្ធតែជាអ្នកដែលមានជំនាញបណ្ឌិតព័ត៌មានទាំងស្រុងតែម្ដងតកូលហ៊ុនសែនមួយពូជតែម្ដងទាំងឪទាំងកូនគឺជាអ្នកមេផលិតព័ត៌មានคล้ายមិនដែលនិយាយព័ត៌មានណាត្រឹមត្រូវជូនលោកអ្នកនាងដល់ប្រជាពលរដ្ឋឲ្យបានស្ដាប់ទេសូម្បីតែការបិទផ្សាយរបស់អាស៊ីសេរីនេះក៏ដោយចុះលោកទៅអួតអាងថាមកពីលោកនឹងធ្លាប់ជួបជាមួយនឹងអីលោកត្រាំអីណាបាទហើយប្រាប់ត្រាំអីទៅត្រាំនឹងបានបិទចោលអីនឹងចឹងទៅគឺជាការផុសសិក្សានេះគឺជាគោលនយោបាយរួមរបស់សហរដ្ឋអាមេរិកទេក្នុងការដែលកាត់បន្ថយការចំណាយរដ្ឋាភិបាលជាការកែទម្រង់មួយរបស់រដ្ឋាភិបាលទេដូច្នេះស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាមួយមិនមានព័ត៌មានពិតមិនមានព័ត៌មានដែលមានប្រភពច្បាស់លាស់ដោយអាស៊ីសេរីនេះយើងឃើញហើយមានអ្នក YouTube មានអ្នក MMO អីជាដើមត្រូវត្បិតតែជ្រកក្រោមផ្លាកអ្នកព័ត៌មានអីក៏ដោយចុះក៏ប៉ុន្តែមិនមែនជាព័ត៌មានដែលមានប្រភពត្រឹមត្រូវមានព័ត៌មានដែល base លើដែលផ្អែកទៅលើព្រឹត្តិការណ៍នឹងជាក់ស្ដែងទេដូច្នេះជាកាតព្វកិច្ចរបស់ពួកយើងបន្ទាប់ពីយើងដឹងដំណឹងថាយើងអាចប្រឈមមុខនឹងការបិទទ្វារលេខផ្សាយនៅព្រាមខ្ញុំបានតាក់ទងអ្នកទាំងអស់គ្នាតាក់ទងថៃតាក់ទងតារាតាក់ទងមនុស្សដទៃទៀតថាតើយើងនឹងវិលមកវិញដែរទេទាំងអស់គ្នាព្រមព្រៀងថាយើងនឹងវិលមកវិញដូច្នេះលោកអ្នកនាងនឹងបាត់មុខពួកយើងមួយរយៈទេបើសិនជាមានជំនួយរបស់សហរដ្ឋអាមេរិកវិញយើងនឹងក៏បន្តផ្សាយដាក់ឈ្មោះថាវិទ្យុអាស៊ីសេរីដដែលក្រុមការងារដដែលក៏ប៉ុន្តែបើសិនជាយើងមិនមានថវិកាពីវិទ្យុអាស៊ីសេរីទេប្រកាសណាស់យើងនឹងដូរឈ្មោះទៅជាទូរទស្សន៍អាស៊ីសេរីហើយក្រុមការងាររបស់យើងនឹងធ្វើដំណើរនឹងចូលធ្វើការដូចដើមវិញហើយមិនមែនត្រឹមតែដូចដើមទេខ្ញុំគិតថាល្អជាងអ្វីដែលយើងកំពុងធ្វើពេលនេះទៅទៀតបាទអញ្ចឹងទៅលោកជំនុំបានទៅជាល្អលើសនេះទៅទៀតបាទហើយអាចចាប់ផ្ដើមពេលណាដែរបាទអូខេដែលខ្ញុំគិតថាអាចល្អជាងនឹងទៅទៀតនឹងយើងទាំងអស់គ្នាដឹងហើយគឺថាមនុស្សយើងដដែលយើងទាំងអស់គ្នានឹងយើងមកធ្វើដដែលយើងបានស្ម័គ្រចិត្តថាយើងនឹងសុខចិត្តស៊ីអត់ស៊ីគ្នាទាំងអស់គ្នាវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដូច្នេះយើងប្រមូលផ្ដុំគ្នាដដែលអ្វីដែលល្អជាងមុននឹងគឺថាយើងយកចិត្តទុកដាក់ទៅលើតែការផ្សាយវិទ្យុអាស៊ីសេរីតែមួយមុខលោកនាងកញ្ញាបានដឹងហើយអាការផ្សាយរបស់យើងរាល់ថ្ងៃនេះក្រៅតែពីព័ត៌មានព័ត៌មានពីកម្ពុជាផ្ដល់លោកនាងនៅកម្ពុជាអាស៊ីសេរីរាល់ថ្ងៃនេះក៏នាំយកព័ត៌មានពីកម្ពុជាទៅកាន់ពិភពលោកដែលមានន័យថាយើងបំបែកកម្លាំងគ្នាអ្នកខ្លះបកប្រែអង់គ្លេសទៅអ្នកខ្លះធ្វើនេះធ្វើនោះទៅដើម្បីផ្ដល់ជូននៅស្ថានភាពនៅដំណឹងពីប្រទេសកម្ពុជាដល់ពិភពលោកក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើឡើងវិញនេះខ្ញុំគិតថាល្អជាងពីព្រោះថាយើងនឹងប្រមូលកម្លាំង
ដំណាក់កាលទី1យើងនឹងប្រមូលកម្លាំងទាំងអស់គ្នាផ្ដោតតែទៅលើការផ្សាយអ្វីដែលតាក់ទងព័ត៌មាននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះអានឹងចំណុចទី1ដែលខ្ញុំគិតថាល្អជាងចំណុចទី2ដែលខ្ញុំគិតថាអាចល្អជាងឥឡូវនេះដែរនឹងគឺថាការត្រួតពិនិត្យការអីហ្នឹងក៏អាចត្រួតពិនិត្យបានលឿនជាងដែរពីព្រោះថាការិយាល័យរបស់យើងនឹងវាតូចក្រុមការងាររបស់យើងនឹងវាតិចវាលែងធំដោយអាស៊ីសេរីវាលែងត្រូវការមានការិយាធិបតេយ្យនឹងវាច្រើនច្រើនកលៈដូច្នេះការសម្រេចការផ្សាយការសម្រេចអីគ្រប់យ៉ាងទាំងអស់នឹងគឺថាបានយ៉ាងលឿនជាងមុនអានឹងចំណុចទី2ចំណុចទី3យើងអាចដើរទាន់សភាពការនៃការវិវត្តផ្នែកវិស័យសារព័ត៌មានបានល្អជាងឥឡូវពីព្រោះថាយើងដឹងហើយនៅក្នុងការផ្សាយនៅក្នុងស្ថាប័នធំនឹងអាកម្ពីនឹងគឺថាវាច្រើនច្រើនកលៈជួនការរើសរស់កម្ពីនឹងក៏វាច្រើនជាងដែរដូច្នេះនៅពេលដែលយើងឯករាជ្យហើយជាកូនស្ថាប័នតូចមួយនឹងគឺថានៅពេលនោះយើងអាចក្តាប់យកការវិវត្តនានានៃវិស័យសារព័ត៌មាននឹងបានលឿនជាងនឹងចំណុចទី3ចំណុចទី4នឹងខ្ញុំក៏នឹងចូលរួមដឹកនាំដោយផ្ទាល់តែម្ដងនៅក្នុងស្ថាប័នថ្មីនេះដែលខ្ញុំបាទកំពុងតែរៀបចំចុះបញ្ជីជាផ្លូវការចំណុចទី5នឹងគឺថាយើងក៏អាចដែលល្អជាងនឹងយើងអាចផ្សាយបត់បែនតាមសភាពការបានល្អជាងឥឡូវនេះជាដើរក៏ដោយចុះអ្វីត្បិតតែយើងមានព័ត៌មានសំខាន់បែបណាក៏ដោយចុះដែលហេតុថាយើងផ្សាយភាសាច្រើនជាងដែលមកជួយកាន់ការផ្សាយរបស់យើងនឹងបញ្ញាប់ទៅកាន់ភាសាភូមាកាន់ភាសាចិនកាន់ភាសាកូរ៉េអីទៀតដូច្នេះតែលើសម៉ោងតិចក៏មិនបានដែរនៅពេលដែលយើងផ្សាយតែខ្លួនយើងអាចលើសម៉ោងបានស្រែកលើទៅតាមបត់បែនទៅតាមស្ថានភាពពិតជាក់ស្ដែងរឿងដទៃទៀតនោះគឺរឿងការពង្រីកបណ្ដាញតារាហើយនឹងថៃខ្ញុំគិតថាល្អជាងនេះយើងអាចពង្រីកបណ្ដាញផ្សព្វផ្សាយយើងបានជ្រៀងយើងអាចមានបណ្ដាញនៅទីក្រុងប៉ារីយើងអាចមានបណ្ដាញនៅកូរ៉េនៅថៃអីនឹងជាដើមដែលឥឡូវនេះគឺថាយើងពិបាកពង្រីកបណ្ដាញបន្តិចពីព្រោះថាវាជាអង្គភាពធំមួយវាត្រូវការឆ្លងកាត់ការសម្រេចឆ្លងកាត់ការអីហើយការទទួលខុសត្រូវការអីសូម្បីតែមានអ្នកខ្លះនឹងសុំស្ម័គ្រចិត្តថាសុំធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំប្រទេសកូរ៉េនឹងក៏អាស៊ីសេរីអត់អាចទទួលយកបានដែរពីព្រោះវាតាក់ទងទៅនឹងការទទួលខុសត្រូវចំពោះសុវត្ថិភាពពីព្រោះជាអង្គការធំមួយដូច្នេះនៅពេលដែលយើងក្លាយទៅជាកូនស្ថាប័នតូចមួយឯករាជ្យតូចមួយនៅពេលនេះយើងនឹងអាចសម្រេចការងារនឹងបានល្អជាងយើងពង្រីកបណ្ដាញបានល្អជាងទាំងអស់នឹងហើយដែលខ្ញុំគិតថានៅពេលដែលយើងបកមកវិញក្នុងនាមជាស្ថាប័នឯករាជ្យតូចមួយរបស់យើងក្រោមផ្លាកថាទូរទស្សន៍អាស៊ីសេរីក៏យើងអាចល្អជាងហើយប្រសិនបើអាស៊ីសេរីអាចដំណើរការឡើងវិញនៅខែក្រោយនេះឧបមាថាយើងតតាំងឈ្នះក៏យើងអាចល្អជាងមុនដែរពីព្រោះយើងមិនដែលមានពេលសម្រាប់មួយខែចឹងផងហ្នឹងមិនចឹងបាទនៅលោកជន់ច័ន្ទបុតមួយខែហើយនៅពេលនឹងចូលមកវិញកម្លាំងពេញបឹបតែម្ដងបាទលោកជន់ច័ន្ទបុតនឹងថៃសុំនេះជាវិសមការទៅចោះហើយថៃសុំតិចសិនតាមពិតខ្ញុំសុំកាត់ត្រង់នេះបន្តិចដើម្បីជម្រាបជូនដំណឹងល្អមួយដល់លោកជន់ច័ន្ទបុតនិងលោកថាថៃឥឡូវនេះយើងបានការព្រមព្រៀងអនុញ្ញាតពីមេធំរបស់យើងមកឲ្យបន្ថែមការផ្សាយយើងបានហើយបន្ទាប់ពីការជជែកវិភាសាគ្នាយើងនេះយើងនឹងចាក់ជូនលោកអ្នកនាងនៅវីដេអូដ៏សម្រិតសម្រាំងមួយដែលយើងនិយាយអំពីអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងសម័យខ្មែរក្រហមលោកជន់ច័ន្ទបុតនិងថៃហើយនិងលោកអ្នកនាងដឹងហើយថាខួបនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមហ្នឹងក៏ជិតមកដល់ហើយរយៈពេល50ឆ្នាំហ្នឹងហើយយើងតាមពិតយើងមាន plan រយៈពេល1ឆ្នាំមុនហ្នឹងដើម្បីធ្វើឲ្យខួប50ឆ្នាំនៃរបបខ្មែរក្រហមឬមួយក៏ការកាន់កាប់អំណាចរបស់ខ្មែរក្រហមហ្នឹងសម្រិតសម្រាំងនៅសេចក្តីរាយការណ៍ហ្នឹងចាក់ជូនលោកអ្នកនាងប៉ុន្តែទទួលរឿងចៃដន្យឬមួយក៏រឿងអកុសលនេះកើតឡើងទៅយើងប្រហែលជាពិបាកនឹងធ្វើឲ្យបានដោយគម្រោងក៏ប៉ុន្តែយើងអ្វីដែលយើងបានធ្វើរួចហើយយើងនឹងចាក់ជូនលោកអ្នកនាងនៅក្នុងក្រោយនៃការជជែករបស់យើងនៅពេលនេះហើយដូច្នេះសូមលោកអ្នកនាងរងចាំទស្សនាកុំបីខានហើយមួយវិញទៀតតាមពិតក្រៅពីរឿងខ្មែរក្រហមរឿងអីហ្នឹងមានរឿងខ្មែរក្រហមទៀតណាលោកជន់ច័ន្ទបុតខ្មែរក្រហមហ្នឹងក៏មានសេចក្តីរាយការណ៍ច្រើនអំពីពួកគាត់ដែរហើយបាទយើងអាចចាក់ស្អែកបានទៀតរឿងខ្មែរក្រហមហើយដូច្នេះហើយងាកមករឿងការជជែករបស់យើងបន្តទៀតវិញមិញនេះលោកជន់ច័ន្ទបុតបានរៀបរាប់យ៉ាងក្បោះក្បាយហើយអីហើយដូច្នេះដូចថាទឹកចិត្តដែលអ្នកស្ដាប់របស់យើងបានបញ្ចេញមកក្នុងរយៈពេលប្រហែលថ្ងៃមុននេះអ្នកខ្លះផ្ញើសារមកជាការយំសោកជាការថប់ទ្រូងអីនឹងផងប្រហែលជាអាចរៀងធូរចិត្តបន្តិចហើយបន្ទាប់ពីលើការបកស្រាយរបស់លោកជន់ច័ន្ទបុតនឹងបាទថៃមានអីទៀតបាទនៅយើងចាត់ទុកថាបើស្ដាប់លោកជន់បុតរៀបរាប់មិញយើងចាត់ទុកថាពេលនេះគឺជាពេលដែលយើងអាចវិសមការរយៈពេលវែងមួយយើងសម្រាប់គូក្បាលបន្តិចហើយត្រឡប់មកវិញយើងនឹងប្រមូលធម៌ពលទាំងប្រមាណហើយយើងក៏ក្នុងពេលនេះក៏យើងគិតដែរអំពីផ
ផែនការរបស់យើងដើម្បីធ្វើកិច្ចការងារត្រឡប់មកវិញហ្នឹងឲ្យកាន់តែល្អគ្រប់ជ្រុងជ្រោយហើយទាន់ហេតុការណ៍ហើយរឿងរ៉ាវស៊ីជម្រៅធំទៀតលោកចបុតស្ដាប់ទៅបើសិនជាផែនការគម្រោងកិច្ចការងារដែលយើងធ្វើបន្ទាប់មកទៀតនេះជំហានបន្ទាប់នេះប៉ះសិនបើថាអាស៊ីសេរីស្ថាប័នសប្តាហ៍នេះពិតជាមិនអាចដំណើរការបានហើយយើងបង្កើតកូនស្ថាប័នតូចមួយដោយខ្លួនឯងដូច្នេះលោកហ៊ុនសែនហាក់ដូចជាខកចិត្តសម្បំណាស់មិនអញ្ចឹងមកបាទប្រកាសជាខកចិត្តហើយប្រកាសជាខកចិត្តហើយសម័យនេះលោកនឹងខកចិត្តហើយលោកមិនអាចបំបត្តិសម្លេងបានទេអាចបំបត្តិសម្លេងពួកយើងបានខ្ញុំនឹងឈប់រត្រែតែម្ដងឈប់ហើយចូលនិវត្តន៍តែម្ដងបើសិនជាលោកហ៊ុនសែនដូរចរិតដូរមាយាទហើយឈប់បំពល់ព័ត៌មានឈប់ជិះជាន់ឈប់ធ្វើបាបប្រជាពលរដ្ឋខ្ញុំជម្រាបលោកហ៊ុនសែនទុកជាមុនតែខ្ញុំសូមចូលនិវត្តន៍ហើយពីព្រោះត្រូវការពេលវេលាត្រូវការថែជំងឺកូនចៅអីនឹងក៏ជាទូទៅនឹងតែងតែប្រាប់ថាល្មមហើយល្មមសម្រាប់ឲ្យប៉ុន្តែខ្ញុំមិនអាចសម្រាប់បានបើសិនជាលោកហ៊ុនសែននៅតែធ្វើអំពើដោយលោកកំពុងតែធ្វើរាល់ថ្ងៃនេះដូច្នេះអ្វីគ្រប់យ៉ាងទាំងអស់វាអាស្រ័យនៅលើលោកហ៊ុនសែនមិនមែនអាស្រ័យលើពួកយើងប្រមាណទេពួកយើងមានលទ្ធភាពក្នុងការរកស៊ីក្នុងការសម្រាប់ខ្ញុំខ្លួនឯងខ្ញុំអាចសម្រាប់បានដោយខ្ញុំបានមិនត្រូវការអីទាំងអស់ក៏ប៉ុន្តែបើលោកហ៊ុនសែននៅតែធ្វើបែបនេះវាជាកាតព្វកិច្ចដែលខ្ញុំបានជម្រាបមកវាជាកាតព្វកិច្ចរបស់ពួកយើងដែលត្រូវតែបន្តដំណើរតទៅទៀតនឹងហើយយើងទៅជែកគ្នាប៉ុណ្ណឹងសិនចុះដែរតែពេលវេលាយ៉ាងណាក៏ដោយចុះក៏ច្រើនណាស់ទៅហើយខ្ញុំក៏នឹងវិលមកវិញហើយលោកអ្នកនាងប្រកាសជាសប្បាយចិត្តពីព្រោះស្អែកនេះមិនមែនវិលតែខ្ញុំមកវិញទេគឺលោកសំពូលីក៏វិល